បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីទាំងទស្សនីយភាពដែលពុកម៉ែបងប្អូនកំពុងតែទស្សនានេះគឺស្ថិតនៅលើស្ពានអណ្ដោតនៃផ្លូវថ្មីដែលស្ថិតនៅក្នុងភូមិឈូកឃុំឈូកស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំហើយខណៈពេលនេះដែរប្រហែលជាម៉ោង4កន្លះទៅ5រសៀលបាទខណៈនេះដែរយើងគុណទៅមើលទេសភាពនៃរដូវទឹកឡើងប៉ុន្តែយើងឃើញថាមានទេសភាពល្អត្រកាលមានទាំងទឹកមានទាំងព្រៃព្រឹក្សាបាទហើយនេះដែរគឺជារូបភាពនៅលើស្ពានតែម្ដងដែលយើងកំពុងតែឈរនៅពាក់កណ្ដាលស្ពានបាទបងប្អូនក៏បានឃើញដែរហើយគឺទឹកលិចព្រៃឫស្សីខ្លះចុងរាំងខ្លះហើយចាំងរស្មីភ្លឺផ្លេករន្ទាលពាសពេញផ្ទៃទឹកទេសភាពដ៏កម្រត្រកាលនេះកំពុងតែឆក់យកដួងអារម្មណ៍នៃបងប្អូននៅតាមដងផ្លូវខ្លះក៏ចតយន្តខ្លះក៏ចតទៅចក្រយានយន្តដើម្បីទស្សនានៅទេសភាពដ៏ត្រកាលនេះបាទជាចុងក្រោយខ្ញុំសូមជូនពរបវរសួស្តីសិរីមង្គលដល់បងប្អូនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសូមអរជួបតែសេចក្តីសុខនិងសេចក្តីចម្រើនសូមអរគុណ